បងបានសួរថាឆ្កែរបស់បងត្រូវបានឆ្កែធំខាំតើគួរធ្វើដូចម្តេចករណីឆ្កែខាំគឺបងប្រញាប់យកមកពេទ្យបើសិនជារបួសសើស្បែកធម្មតាខាងក្រៅពេទ្យគ្រាន់តែលាងរបួសហើយឲ្យថ្នាំផ្សាទៅគឺអូខេហើយប៉ុន្តែករណីខ្លះគឺគ្រោះថ្នាក់ដោយសារអីការខាំហ្នឹងប៉ះពាល់ចំចំណុចសំខាន់ដូចជាការចំខាំចំទ្រូងខាំចំកខាំចំក្បាលឬក៏ខាំចំប្រព័ន្ធប្រសាទខ្នងឬក៏ធ្វើឲ្យបាក់បែកនៅឆ្អឹងណាមួយអីគឺជាករណីសំខាន់ដែលយើងប្រញាប់ត្រូវការជួយគាត់ពួកវាអាចប៉ះពាល់ដល់ជីវិតដែររឿងសំខាន់មួយទៀតនៅពេលដែលមានឆ្កែខាំក្នុងមាត់របស់ឆ្កែគឺសម្បូរទៅដោយមេរោគអញ្ចឹងមេរោគនឹងទៅតាមទឹកមាត់ទៅលើទីតាំងមុខរបួសដែលបានខាំអញ្ចឹងការលាងរបួសគឺសំខាន់ណាស់ត្រូវតែលាងរបួសដើម្បីយកមេរោគនឹងចេញពេលខ្លះបងប្អូនឃើញរបួសឆ្កែដែលខាំទូចទេមានឈាមចេញតែបន្តិចទេតែខាងក្នុងហ្នឹងគឺមានរឿងបង្កប់ច្រើនវាជាប្រភេទ iceberg អញ្ចឹងយើងត្រូវតែប្រយ័ត្នប្រយែងហើយយកមកពេទ្យពិនិត្យឲ្យច្បាស់ដើម្បីកុំឲ្យស្ដាយក្រោយ